សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នានាទីនខ្មោចរបស់យើងនៅថ្ងៃនេះគឺជាសាច់រឿងរបស់បងប្រុសម្នាក់ដែលគាត់បានទៅជួបប្រទះហេតុការណ៍ដ៏គួរឲ្យខ្លាចមួយនៅលើផ្លូវមួយកន្លែងដោយកាលពីប្រហែលថ្ងៃមុនដែលបងប្រុសម្នាក់ហ្នឹងធ្វើដំណើរឆ្លងកាត់ផ្លូវហ្នឹងគឺមានគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ហើយក្រោយមកបងប្រុសហ្នឹងគាត់ក៏មានកិច្ចការមួយត្រូវទៅបំពេញដែលនៅក្បែរម្ដុំផ្លូវហ្នឹងឯងហើយនៅពេលដែលគាត់ធ្វើដំណើរឆ្លងកាត់ផ្លូវមួយហ្នឹងស្រាប់តែវិញ្ញាណរបស់មនុស្សដែលស្លាប់ម្នាក់ហ្នឹងបានចូលមកក្នុងឡានបងប្រុសនឹងតែម្ដងទើបធ្វើឲ្យបងប្រុសហ្នឹងសម្រេចចិត្តថាត្រូវលក់ឡានមួយនឹងចេញអូខេឥឡូវយើងចង់ដឹងថាតើបងប្រុសម្នាក់ហ្នឹងជួបហេតុការណ៍ខ្មោចលងសាហាវយ៉ាងណាខ្លះតោះយើងចូលទៅស្ដាប់សាច់រឿងពេញរបស់គាត់ទាំងអស់គ្នាហេតុការណ៍មួយនេះគឺបានកើតឡើងកាលពីឆ្នាំ2014ហើយបានកើតឡើងចំពោះបងប្រុសបូរ៉ាជាមួយនឹងសង្សារគាត់ដល់នៅថ្ងៃមួយបងបូរ៉ាគាត់មានធរៈត្រូវទៅបំពេញជាមួយនឹងសង្សារគាត់បើកឡានទៅហើយទៅហ្នឹងគឺទៅទាំងថ្ងៃត្រង់ទេអត់មែនទៅពេលយប់អីទេគ្រាន់តែថាចម្ងាយផ្លូវហ្នឹងវាឆ្ងាយគួរសមហើយនៅពេលដែលចេញដំណើរទៅហ្នឹងបងបូរ៉ាគាត់ក៏នឹកឃើញថាអញ្ចេះនៅកន្លែងដែលគាត់ទៅហ្នឹងគឺវានៅក្បែរផ្ទះមិត្តរបស់គាត់ម្នាក់ដែលបែកគ្នាឡើង3 4 5ឆ្នាំហើយអត់ដែលបានជួបគ្នាទេប៉ុន្តែគាត់ថានៅមានតំណែងគ្នាក្នុង Facebook ក្នុងអីហ្នឹងពេលបងបរាយផុសរូបបងប្រុសហ្នឹងក៏ចូលខមមិនហើយជួនកាលក៏ឆាតមកលេងសួរសុខទុក្ខអីម្ដងម្កាលដែរអញ្ចឹងបងបរាក៏ថាពេលដែលគាត់ត្រូវធ្វើទរៈរបស់គាត់ចប់ហើយគាត់សុំមិត្តស្រីគាត់ហ្នឹងសុំចូលលេងផ្ទះមិត្តភក្តិគាត់នៅផ្លេតហើយមិត្តស្រីរបស់បងប្រុសបរាហ្នឹងគាត់ក៏អត់មានទៅប្រកែកអីដែរគាត់យល់ចិត្តគាត់យល់អារម្មណ៍គាត់ក៏មានមិត្តភក្តិដូចថាបែកគ្នាយូរអញ្ចឹងចៃដនទៅធ្វើដំណើរឆ្លងកាត់ចង់ចូលលេងក៏ចូលទៅគាត់ថាកុំអោយចូលលេងយូរពេកយើងត្រូវបញ្ញាប់មកផ្ទះយើងវិញដែរកុំអោយយូរទៅវាយប់វាពិបាកបើកបរវាគ្រោះថ្នាក់ហើយបងបរាគាត់ក៏យល់ព្រមហើយlúcពេលដែលបងប្រុសបរាជាមួយនឹងសង្សារគាត់ធ្វើដំណើរទៅដល់កន្លែងដែលគាត់ត្រូវទៅបំពេញការងារនឹងហើយធ្វើអីគ្រប់យ៉ាងចប់ហើយគាត់ក៏ត្រឡប់មកវិញពេលដែលត្រឡប់មកដល់ផ្ទះមិត្តចាស់របស់បងប្រុសបូរ៉ាហ្នឹងពួកគាត់ក៏បត់ឡានចូលហើយបងបូរ៉ាគាត់ក៏ហ្នឹងហើយអង្គុយនិយាយលេងជាមួយមិត្តភក្តិគាត់អញ្ចឹងទៅតាមភាសាដែលមិត្តភក្តិបែកគ្នាយូរអញ្ចឹងណាអង្គុយនិយាយពីនេះពីនោះសួរនាំរឿងការងារហើយក៏និយាយរឿងពីមុនមកធ្លាប់ទៅដើរលេងកន្លែងនេះកន្លែងនោះនិយាយពីរឿងការជំនាន់នៅស្ទាវអញ្ចឹងណាហើយនិយាយចុះនិយាយឡើងហ្នឹងក៏ដាក់ពី3កំប៉ុងដែរដូចថាកុំអោយវាស្រេកទឹកអីអញ្ចឹងណាហើយដល់ពេលនិយាយចុះនិយាយឡើងរហូតដល់ម៉ោង5ល្ងាចដូចថាចេះតែផឹកចុះផឹកឡើងនិយាយចុះនិយាយឡើងហ្នឹងវាជាប់មាត់ម៉ោងឡើង5ល្ងាចបាត់ហើយអញ្ចឹងសង្សារបងបូរ៉ាហ្នឹងក៏ហៅថាបងហើយបានហើយយើងល្មមទៅវិញហើយតែនៅយូរទៀតយប់លើហើយអញ្ចឹងបងបូរ៉ាគាត់ក៏រៀបថានឹងឡើងឡានចេញមកទៅហើយហ្នឹងក៏ស្រាប់តែមេឃហ្នឹងវាប្រែជាល្ងឹតមកផ្លេតហ្នឹងហើយក៏ស្រាប់តែធ្លាក់ភ្លៀងមកដល់ពេលអញ្ចឹងបងបូរ៉ាជាមួយសង្សារគាត់ក៏សម្រេចចិត្តថានៅចាំមកស្ទុះទៀតសិនទៅចាំភ្លៀងរាំងចាំទៅហើយបងប្អូនខ្លះហើយជាឆ្ងល់ថាចុះគេមានឡានអីទៅខ្វល់អីរឿងភ្លៀងប៉ុន្តែភ្លៀងខ្លាំងណាបងប្អូនវាពិបាកបើកបរទោះជាយើងបើកឡានក៏ដោយអាកញ្ចក់ដែលយើងមើលផ្លូវហ្នឹងវាផ្លិតទឹកហ្នឹងវាបកអត់តាន់អញ្ចឹងក៏ចាំភ្លៀងរាំងចាំទៅហើយនៅពេលដែលអង្គុយច្រកភ្លៀងហ្នឹងមិត្តភក្តិបងបូរ៉ាគាត់ក៏ប្រាប់រឿងមួយគាត់ថាអញ្ចឹងពេលដែលហើយបើកមកនេះហើយមិនឃើញផ្លូវកោងមួយមុនអត់ហើយបងបូរ៉ាគាត់ថាផ្លូវកោងណាអញដូចជាអត់បានចាប់អារម្មណ៍មើលដែរអញ្ចឹងបងប្រុសហ្នឹងក៏ប្រាប់ថាគឺទៅមុខបន្តិចមានផ្លូវកោងមួយដែលផ្លូវហ្នឹងវាគ្រោះថ្នាក់ណាវាល្ងឹតអត់មានភ្លើងអត់មានអីអញ្ចឹងទៅហើយកាលពីប្រហែលថ្ងៃមុនហ្នឹងនៅលើផ្លូវកោងមួយហ្នឹងគឺមានគ្រោះថ្នាក់ចរាចរណ៍មួយដោយមានកូនក្មេងម្នាក់ជាកូនរបស់នារីកម្មករសំណង់ដូចថានៅកន្លែងហ្នឹងគេមានសាងសង់អគារអីចឹងអញ្ចឹងក៏មានកម្មករមានចាស់មានក្មេងមានកូនតូចមានអីរស់នៅម្ដុំហ្នឹងរស់នៅលក្ខណៈដូចថាយើងប្រក់តង់ប្រអីឲ្យតែបានសិនអញ្ចឹងពេលហ្នឹងក៏មានកូនក្មេងតូចមួយអាយុប្រហែលជា8 9ឆ្នាំហ្នឹងវារត់ទៅខ្នល់ហើយដល់ពេលម៉ែវាឃើញអញ្ចឹងក៏រត់ទៅចាប់កូនម៉ែវាដែលជាកម្មករសំណង់ហ្នឹងប៉ុន្តែពេលដែលម៉ែវារត់ទៅចាប់កូនក្មេងហ្នឹងក៏ស្រាប់តែមានឡានធំមួយបើកមកលឿនមែនទែនដល់ពេល
បើកមកវាស្ត្រីហ្នឹងអញ្ចឹងក៏ឡានហ្នឹងវាចាប់ប្រាំងអត់តាន់ទេបងប្អូនហ្នឹងឯឡានធំធំមិនថាចាប់ភ្លាមជប់ភ្លាមទេហើយក៏មិនតែចកោតងាកចុះងាកឡើងបត់បានលឿនដោយកូនឡានដែរអញ្ចឹងវាក៏ចាប់ប្រាំងអត់តាន់កិច្ចអត់តាន់ក៏កិនស្ត្រីហ្នឹងទៅហើយកូនក្មេងហ្នឹងក៏អត់មានទៅជួបគ្រោះថ្នាក់អីដែរដូចថាសំណាងល្អដែរតែសំណាងមិនល្អគឺម្ដាយក្មេងហ្នឹងក៏ឡានបុកឲ្យកិនពីលើហើយក៏ស្លាប់បាត់បង់ជីវិតលើអាកន្លែងផ្លូវកោងហ្នឹងទៅហើយបងបូរ៉ាលឺអញ្ចឹងក៏ថាអញដឹងហើយតែមិនប្រាប់ទៀតទេខ្លាចសង្សារអញក៏ខ្លាចអញ្ចឹងណាដូររឿងនិយាយទៅនិយាយពីនេះពីនោះនិយាយអីផ្សេងវិញទៅនិយាយរឿងបាល់ទាត់និយាយរឿងបាល់ទះអីផ្សេងទៅធ្វើម៉េចកុំអោយនិយាយរឿងអញ្ចឹងបងបូរ៉ាក៏ដូររឿងនិយាយក៏លេងហ៊ាននិយាយពីអារឿងខ្មោចអីឡានកិនហ្នឹងទៀតហើយហើយដល់ពេលអង្គុយនិយាយគ្នាលេងល្មុតសន្ទុះធំពីអ្នកមិត្តភក្តិគាត់ហ្នឹងណាតម្រុំតែមេឃនឹងវារាំងភ្លៀងបងបូរ៉ាគាត់ក៏លាមិត្តភក្តិគាត់ចេញមកព្រោះថាមេឃរាំងហើយណាមួយទៀតក៏វាយប់ហើយដែរម៉ោងឡើង7ល្ងាចហើយអញ្ចឹងបន្ទាប់ពីបងបូរ៉ាគាត់ធ្វើដំណើរចេញពីផ្ទះមិត្តភក្តិគាត់មកនេះបងបូរ៉ាគាត់ថាគាត់ភ្លេចបាត់ហើយពីអារឿងដែលមិត្តភក្តិគាត់ប្រាប់ថាមានអីណាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់អីហ្នឹងគាត់ភ្លេចអស់បាត់ហើយប៉ុន្តែនៅពេលដែលបើកបរមកដល់កន្លែងផ្លូវកោងហ្នឹងអារឿងដែលមិត្តភក្តិគាត់ប្រាំទៅប្រមាណហ្នឹងបងបូរ៉ាគាត់ចាំឡើងវិញទាំងអស់ដូចថាវាផុសឡើងមកអូតូខ្លួនឯងហ្មងអញ្ចឹងក៏បងបូរ៉ាគាត់ផ្លត់មកនិយាយទៅគាត់ថាចេះអូននេះផ្លូវហ្នឹងពួកម៉ាក់បងប្រាប់ថាគ្រាន់តែបងបូរ៉ានិយាយដល់ទៅហ្នឹងក៏មិត្តស្រីគាត់ហ្នឹងស្រីថាបងនេះថាកុំអោយបងបូរ៉ាគាត់និយាយទៀតអញ្ចឹងណាគាត់ខ្លាចហើយបងបូរ៉ាក៏បិទមាត់ទៅអត់ចង់និយាយអីទៀតទេកុំអោយសង្ស័យគាត់ខ្លាចប៉ុន្តែពេលដែលបើកបរមិនតាន់ទាំងផុតផ្លូវកោងនឹងផងនេះបងបូរ៉ាគាត់ឃើញថានៅលើផ្លូវហ្នឹងគេមានបាញ់គំនូសសមួយជារាងមនុស្សដេកនៅលើផ្លូវហើយនៅក្បែរហ្នឹងគឺមានឈាមឡើងប៉ុណ្ណាណៃដូចថាគាត់ដេកស្លាប់លើផ្លូវឈាមវាហូរលើផ្លូវប៉ុន្តែឈាមអស់ហ្នឹងវាឡើងស្ងួតឡើងក្រៀមអស់ហើយបងបូរ៉ាគាត់ក៏ធ្វើដំណើរឆ្លងកាត់ផ្លូវហ្នឹងទៅឆ្លងកាត់ទាំងព្រឺទាំងខ្នងហើយឆ្លងកាត់ផ្លូវហ្នឹងបានបន្តិចមេឃក៏វាភ្លៀងមកទៀតប៉ុន្តែបងបូរ៉ាគាត់ក៏អត់មានទៅឈប់អីទៀតដែរព្រោះថាឈប់មិនបងប្អូនផ្លូវឡើងស្ងាត់ឈឹងហ្នឹងហើយទោះជាមានផ្ទះមានអីក៏ដោយក៏មិនដឹងថាយើងទៅច្រកទៅអីទៀតដែរណាមួយវាយប់ហើយបញ្ញាប់ទៅផ្ទះអញ្ចឹងក៏បើកទាំងភ្លៀងហ្នឹងទៅប៉ុន្តែបងបូរ៉ាគាត់ឆ្លៀតមើលកញ្ចក់ក្រោយមិនដឹងថាគាត់មើលធ្វើអីទេដូចថាគាត់ខ្លាចគាត់អីអញ្ចឹងណាចេះតែមើលទៅគាត់ស្រាប់តែឃើញថាណាកញ្ចក់ក្រោយនេះឃើញដូចជាមានមនុស្សម្នាក់ឈរនៅលើផ្លូវគាត់បែងចែកដាច់ទេមិនដឹងថាស្រីឬក៏ប្រុសទេព្រោះថាមើលវាអត់ច្បាស់ទី1វាយប់ទី2អាលើកញ្ចក់ហ្នឹងវាភ្លៀងវាហូរកាត់វាមើលអត់ច្បាស់អញ្ចឹងក៏គិតក្នុងចិត្តថាអញ្ចេះតែអីតិចមនុស្សស្រីម្នាក់ដែលឡានកិនហ្នឹងមកតាមគាត់ដឹងប៉ុន្តែក៏គិតក្នុងចិត្តទៀតថាអញ្ចេះបើសិនជាមកតាមហេតុផលអីគាត់អត់មានបានទៅពាក់ព័ន្ធអីជាមួយមនុស្សស្រីហ្នឹងផងហ្នឹងហើយបានបន្តិចបងបូរ៉ាគាត់ក៏ងាកមើលមុខសង្សារគាត់ប៉ុន្តែបងបូរ៉ាគាត់ភ្ញាក់ផ្អើលគាត់ថាអញ្ចេះមុខសង្សារគាត់ពេលហ្នឹងគឺងាកមកមើលមុខបងបូរ៉ាដូចគ្នាគាត់តែថាសង្សារបងបូរ៉ាហ្នឹងគាត់មើលឲ្យគាត់ស្កប់គាត់បើកភ្នែកធំឲ្យគាត់ហាមាត់ហើយគាត់នៅស្ងៀមដូចរូបចម្លាក់អញ្ចឹងហើយបងបូរ៉ាឃើញសង្សារគាត់បញ្ចេញអាការៈអញ្ចឹងគាត់ក៏សួរថាអូនណៃកាត់អីមិនអញ្ចឹងហើយសង្សារបងបូរ៉ាហ្នឹងគាត់ដឹងថាគាត់ភ្ញាក់អូអត់អីទេដល់ពេលបងបូរ៉ាគាត់ក៏ថាប្រហែលជាសង្សារគាត់ខ្លាចដឹងព្រោះថាសង្សារគាត់ក៏ដឹងដែរថាឥឡូវផ្លូវហ្នឹងវាមានគ្រោះថ្នាក់មនុស្សទៅតែស្លាប់ហើយឥឡូវយើងបើកាត់ផ្លូវហ្នឹងទាំងកដាយប់2នាក់ស្ងាត់អីចឹងណាគាត់ខ្លាចចឹងវាអត់មានអីចម្លែកទេបងបូរ៉ាគាត់ក៏ធ្វើដំណើរទៅមុខទៀតទៅបានប្រហែលជា 3-4 គីឡូម៉ែត្រស្រាប់តែបងបូរ៉ាគាត់នឹកឃើញស្អីមិនដឹងទេគាត់ក៏មើលកញ្ចក់ទៀតតែមិនមើលកញ្ចក់ក្រោយទេគាត់មើលអាកញ្ចក់ក្នុងឡានណាបងប្អូនអាកញ្ចក់តូចជ្រុងនៅក្នុងឡានណាបើសិនជាតកង់មើលទៅយើងអាចមើលឃើញអ្នកជិះក្នុងឡានជាមួយយើងឃើញពេញមកក្នុងឡានហ្មងអញ្ចឹងបងបូរ៉ាគាត់ក៏កលេចមើលអាកញ្ចក់ហ្នឹងប៉ុន្តែបងបូរ៉ាគាត់ថាមើលឃើញហើយគាត់សឹងតែកាំងបេះដូងសឹងតែហក់ចុះពីលើឡានណាដែលគាត់ឃើញថាមានមនុស្សម្នាក់អង្គុយក្នុងឡានជាមួយគាត់ដែរមិនដឹងចូលមកតាំងពីស្មើណាទេអង្គុយអាកៅអីក្រោយហ្នឹងអាកៅអី3កៅអីក្រោយបងប្អូន
ដោយរូបរាងស្ត្រីម្នាក់ហ្នឹងគាត់ស្លៀកខកបូយជើងវែងហើយអាវពណ៌សកមូលដែលវែងហើយខោគាត់ហ្នឹងប្រឡាក់ស៊ីម៉ង់ប្រឡាក់ថ្នាំលាបនិយាយទៅលក្ខណៈមនុស្សស្រីយើងធ្វើសំណង់គាត់ជាមនុស្សស្រីហើយខ្លួនគាត់សុទ្ធតែឈាមហើយគាត់អង្គុយអោនមុខអង្គុយធ្វើមិនដឹងតែគាត់អញ្ចឹងណាហើយបងបុរាណឃើញអញ្ចឹងគាត់ចង់ស្រែកទី1ហើយទី2គាត់ចង់ឈប់ឡានប៉ុន្តែគាត់គិតចុះកន្លងគាត់អត់ធ្វើទាំងពីរដោយសារតែម៉េចបើសិនជាគាត់ស្រែកឬក៏គាត់ឈប់ឡានទៅធ្វើមិនសង្សារគាត់កាន់តែខ្លាចរឿងវាកាន់តែធំចឹងក៏ព្យាយាមបើកបរទាំងភ័យខ្លាចញយចឹងណាបើគាត់ទៅដល់កន្លែងចាក់ប្រេងឡានដែលយើងហៅថាក្រាស់សាំងហ្នឹងណាគាត់ក៏បត់ចូលទាំងឡានអត់មានអស់សាំងអីទេចូលចតឡាននៅក្រាស់សាំងហ្នឹងហើយគាត់ក៏ប្រាប់សង្សារគាត់ថាចេះបងចុះទៅរកទិញអេមផ្លេតអត់ទៅអត់ហើយសង្សារគាត់ហ្នឹងគាត់ថាទៅហើយបងបុរាណគាត់ក៏បើកទ្វារចុះពីលើឡានមករៀបថានឹងដើរទៅបើកទ្វារឲ្យសង្សារគាត់ចុះមកដែរគាត់ស្រាប់តែសង្សារបងបុរាណនេះបើកទ្វារឡានរត់ចូលម៉ាតផ្លុកមុនបងបុរាណទៀតហើយបងបុរាណគាត់ក៏រៀបនឹងដើរចូលទៅម៉ាតតាមក្រោយសង្សារគាត់ហ្នឹងក៏ស្រាប់តែបុគ្គលិកដែលជាអ្នកចាក់សាំងនៅក្រាស់ហ្នឹងដើរមកកេះស្មាបងបុរាណប្រាប់តែអញ្ចឹងថាបងឯងជួយចតឡានមកឯងកន្លែងផ្សេងតិចទៅកន្លែងហ្នឹងអត់អាចចតឡានបានទេកន្លែងហ្នឹងគេសម្រាប់តែចតឡានធំឡានដឹកអីវ៉ាន់អីទេអញ្ចឹងមកឯងជួយបើកទៅចតក្បែរហ្នឹងតិចទៅហើយបងបុរាណគាត់ចង់ប្រកែកណាប៉ុន្តែប្រកែកវាអត់បានក្រាស់គេកន្លែងគេគោលការណ៍គេអញ្ចឹងយើងត្រូវតែគោរពតាមអញ្ចឹងក៏បង្ខំចិត្តចូលក្នុងឡានភាសាទៀតទៅចូលទាំងភ័យខ្លាចថាចូលទៅដល់ឃើញមនុស្សស្រីហ្នឹងអង្គុយអោនមុខនៅក្នុងឡានហ្នឹងទៀតទៅគិតមិនប្រកាច់ពេញឡានហើយប៉ុន្តែសំណាងល្អចូលទៅក្នុងឡានពេលហ្នឹងអត់ឃើញមនុស្សស្រីហ្នឹងទេចឹងបងបុរាណគាត់ក៏បើកទៅចតក្បែរហ្នឹងទៅចតឡានហើយក៏បញ្ញាប់ចុះពីលើឡាននឹងលឿនចាក់សោទ្វារអីរួចរាល់ក៏រៀបនឹងថាដើរចូលទៅម៉ាតម្ដងទៀតប៉ុន្តែដោយបងប្អូនហ្នឹងឯម៉ាតវាទ្វារវាធ្វើពីកញ្ចក់មែនទេចឹងបងបុរាណគាត់មើលពីចង្ងាយទៅឃើញថាសង្សារគាត់នេះឈរចាំគិតលុយបាត់អីហ្នឹងចឹងគាត់ខ្ជិលចូលទៅទៀតចេញចូលអីពីបេដងចឹងចាំសង្សារគាត់ចេញមកចាំទៅផ្ទះទាំងអស់គ្នាហ្មងទៅប៉ុន្តែពេលដែលបងបុរាណគាត់ឈរចាំសង្សារគាត់នេះបានមកស្ទុះក៏ឃើញថាមានឡានតាក់ស៊ីមួយមកចូលចាក់សាំងកន្លែងក្រាស់ហ្នឹងដែរស្រាប់តែបងបុរាណគាត់នឹកឃើញគំនិតមួយគាត់នឹកឃើញថាគាត់ចង់ជិះតាក់ស៊ីទៅផ្ទះហ្មងទៅហើយឡានគាត់ដែលជិះមកនេះទុកចោលនៅក្រាស់ហ្នឹងពីថ្ងៃសិនទៅគេយកទៅណាក៏តាមនឹងសិនទៅវាមិនដែលតែគេយកទៅកិនចោលទេមែនទេអញ្ចឹងពេលដែលសង្សារគាត់ចេញពីម៉ាតវិញគិតលុយហើយហ្នឹងបងបុរាណគាត់ក៏ប្រាប់សង្សារគាត់ថាអូនថ្ងៃហ្នឹងបងអត់ចង់បើកឡានទៀតទេបងដូចជាអត់សូវស្រួលខ្លួនជិះក្បាលអញ្ចឹងណាឥឡូវយើងជិះតាក់ស៊ីទៅផ្ទះហ្មងទៅហើយសង្សារគាត់ហ្នឹងក៏អត់មានសួរនាំអីច្រើនដែរបងបុរាណចង់ជិះតាក់ស៊ីគាត់ក៏ហ្នឹងហើយបងជិះតាក់ស៊ីក៏ជិះទៅចុះហើយក៏ឡើងតាក់ស៊ីជិះទៅផ្ទះបានទៅដល់ពេលដល់ផ្ទះពីអ្នកសង្សារគាត់ហ្នឹងក៏ងុយទឹកចូលដេកធម្មតាអត់មាននិយាយអីទាំងអស់ពីរឿងអីគាត់ជួបស្អីហ្នឹងអត់មាននិយាយអីទេហើយស្អែកឡើងហ្នឹងក៏បងបុរាណពីអ្នកសង្សារគាត់ហ្នឹងប្រើជីវិតនៅផ្ទះធម្មតាដល់ថ្ងៃហ្នឹងបងបុរាណអត់មានតន់ទៅយកឡានទេណានៅទុកចោលនៅក្រាស់សាំងហ្នឹងសិនហើយបងបុរាណគាត់ក៏ហ្នឹងហើយទៅនេះទៅនោះទៅបោះនេះបោះនោះបោះកៅអៅបោះអីចឹងទៅប៉ុន្តែបងបុរាណគាត់ចាប់អារម្មណ៍ថាអញ្ចេះសង្សារគាត់ប្លែកគឺមកតាមបងបុរាណរហូតស្ទឹងតែថាបងបុរាណទៅណាគាត់ទៅនឹងដូចសមោគាត់អញ្ចឹងជាប់បងបុរាណរហូតសំបីថាចូលបន្ទប់ទឹកក៏ចូលមកតាមគាត់ដែរហើយសង្សារបងបុរាណគាត់ធ្វើសកម្មភាពបែបហ្នឹងឡើង3ថ្ងៃរហូតដល់បងបុរាណទ្រាំលេងបានបងបុរាណគាត់ក៏សួរថាអូនឯងកើតអីអូនឯងខ្លាចអីមែនអូនឯងមើលឃើញអីមែនហើយនៅពេលដែលបងបុរាណសួរអញ្ចឹងត្បូងឡើយសង្សារគាត់ក៏អត់ចង់ប្រាប់ទេប៉ុន្តែដូចថាបងបុរាណគាត់សួរពេកហើយណាមួយទៀតក៏ហ្នឹងហើយមិនដឹងថាលាក់ទៅអីទេគាត់ក៏ប្រាប់ទៅគាត់ថាបងឯងមានចាំបានអត់ពេលដែលយើងធ្វើដំណើរឆ្លងកាត់កន្លែងផ្លូវកោងដែលមិត្តភក្តិបងឯងប្រាប់ថាមានមនុស្សជួបគ្រោះថ្នាក់ចរាចរណ៍ឲ្យស្លាប់ហ្នឹងហ៎ហើយបងឯងប្រាប់អូនថាអូននេះផ្លូវហ្នឹងមិត្តភក្តិបងប្រាប់ថាហើយអូនមិនស្រែកប្រាប់ថាកុំឲ្យបងឯងស្រែកទៀតហ៎គាត់ជួបមកថាទៅពេលសង្សារគាត់ជួបមកហ្នឹងហើយគាត់ក៏ងាកមើលមកខាងបងបុរាណនេះសង្សារបងបុរាណហ្នឹងឃើញថានៅលើកញ្ចក់
ខាងបងបរាហ្នឹងគឺមានមុខមនុស្សស្រីម្នាក់វាយកមកអោនអឹបអាកញ្ចក់ហ្នឹងមកតែអាមាត់ច្រមុះអីហ្នឹងឡើងអឹបឡើងកពិតនៅកញ្ចក់ហ្នឹងទៅបានធ្វើឲ្យសង្សារបងបរាពេលហ្នឹងគាត់ភ្លឹកបងប្អូនចាំបានទេពេលដែលបងបរាគាត់ងាកទៅមើលមុខសង្សារគាត់គឺសង្សារគាត់បើកភ្នែកធំធំឲ្យហាមាត់ពេលហ្នឹងគឺគាត់ឃើញមនុស្សស្រីម្នាក់ហ្នឹងឯងតែគាត់ឃើញតែឯងបងបរាគាត់អត់ទាន់ឃើញទេហើយបានមកស្ទុះក្រោយទៀតបានបងបរាគាត់ឃើញតែឃើញរូបភាពផ្សេងគ្នាដោយបងបរាឃើញគឺមនុស្សស្រីហ្នឹងអង្គុយក្នុងឡានហ្មងតែសង្សារគាត់ឃើញមនុស្សស្រីហ្នឹងនៅក្រៅឡានបន្ទាប់ពីបងបរាគាត់ដឹងរឿងពីសង្សារគាត់ហ្នឹងហើយគាត់ក៏ប្របួលសង្សារគាត់ទៅធ្វើបុណ្យដូចថាទឹកកសលផលបុណ្យអីទៅឲ្យមនុស្សស្រីម្នាក់ហ្នឹងអញ្ចឹងទៅហើយកុំឲ្យមនុស្សហ្នឹងមកតាមគាត់ទៀតកុំឲ្យមកលងគាត់អីអញ្ចឹងណាហើយអញ្ចឹងពីអ្នកសង្សារគាត់ហ្នឹងក៏សម្រេចចិត្តទៅវត្តធ្វើបុណ្យដែលវត្តមិនឆ្ងាយពីផ្ទះគាត់ប្រហែលទេនេះក្បែរហ្នឹងឯងជិះតាក់ស៊ីទៅពូតាឡាននៅកន្លះសាំងបន្ទាប់ពីធ្វើបុណ្យធ្វើអីហើយបងបរាគាត់ក៏សួរសង្សារគាត់ថាម៉េចហើយបានធូរតិចនៅលេងសើខ្លាចលេងសើអីនៅសង្សារគាត់ហ្នឹងគាត់ថាហ្នឹងហើយលេងសើអីហីធូរហើយដូចថាផ្លូវចិត្តគាត់ហ្នឹងរៀងប្រសើរឡើងតិចហើយបន្ទាប់មករឿងដែលត្រូវចាត់ការបន្តគឺរឿងឡានដោយសារតែឡានហ្នឹងចតចោលនៅការ៉ាសគេឡើង3ថ្ងៃហើយដល់ពេលថ្ងៃហ្នឹងបងបរាគាត់ធ្វើដំណើរទៅការ៉ាសសាំងដែលគាត់ចតឡានចោលហ្នឹងទៅតែឯងណាអត់មានហាងសង្សារទៅជាមួយទេខ្លាចថាទៅហ្នឹងសង្សារគាត់ឃើញនោះទៀតហ្នឹងវាពិបាកហើយនៅពេលដែលបងបរាគាត់ធ្វើដំណើរទៅដល់ការ៉ាសសាំងហ្នឹងពេលហ្នឹងគឺថ្ងៃត្រង់ហើយទៅគឺស្រាប់តែគាត់ជួបជាមួយនឹងកូនក្មេងគាត់ជួបពីពេលដែលគាត់ចតឡានហ្នឹងដែលកូនក្មេងមកកេះប្រាប់គាត់ថាកុំឲ្យចតកន្លែងហ្នឹងគឺជួបអាក្មេងហ្នឹងដល់ក្មេងហ្នឹងវាដើរមកសួរបងបរាថាយ៉ែតែបងមិនក៏មកឯងចតឡាននៅការ៉ាសខ្ញុំហ្នឹងយូរម៉េចទាំងដែលគេអ្នកដតីទូទៅគេចតថាកន្លះម៉ោងឬក៏20នាទីអីទេគេឈប់ចាក់សាំងគេឈប់ចូលបន្ទប់ទឹកឬក៏ចូលម៉ាតទិញអីវ៉ាន់អីទេតែបងឯងចតឡើង3ថ្ងៃហើយដល់ពេលអញ្ចឹងខាងតកែកូនក្មេងហ្នឹងវាក៏ប្រើឲ្យកម្មករហ្នឹងទៅចាក់សោព្រោះថាចតចោលអញ្ចឹងខ្លាចមានអ្នកណាគេមកលួចនេះលួចនោះអញ្ចឹងណាអញ្ចឹងតកែក្រាស់ហ្នឹងក៏ប្រើឲ្យអាក្មេងហ្នឹងវាយកសោទៅចាក់ឡានចាក់កង់ឡានចាក់កន្លែងណាអីចឹងទៅប៉ុន្តែអាកូនក្មេងនេះវាថាអញ្ចឹងពេលតែវាយកសោនឹងរៀបមកចាក់ក៏ឃើញថាមានមនុស្សម្នាក់អង្គុយនៅក្នុងឡានហ្នឹងអង្គុយធ្វើមិនដឹងទាំងដែលឡានបិទទ្វារហើយអត់មានបច្ចេកមិនសិនជាអីទេវាឆ្ងល់ថាម៉េចក៏បិទទ្វារទុកគ្នាចោលអញ្ចឹងមិនថប់ដហើមថប់អីទេអីហើយក៏វាអត់ចាក់សិនព្រោះថាឃើញមានមនុស្សក្នុងហ្នឹងតែដល់ពេលបានមកស្ទុះធំទៅវាដើរទៅមើលឡានហ្នឹងទៀតក៏បាត់មនុស្សស្រីហ្នឹងហើយក៏យកសោទៅចាក់ហើយដល់ពេលវាដើរចុះដើរឡើងក៏កលេចមើលទៅក៏ឃើញថាមានមនុស្សស្រីនៅក្នុងឡានទៀតហើយអញ្ចឹងបានន័យថាជួនឃើញជួនអត់ជួនឃើញជួនអត់ហើយបងបរាលឺអញ្ចឹងគាត់ក៏អត់មានទៅរាយរាប់ប្រាប់អីច្រើនដែរគាត់ក៏ហ្នឹងហើយហុចលុយ30000ឲ្យអាក្មេងហ្នឹងណាគាត់ថាអរគុណអានេះលុយបងអត់ឯងចាយហើយបងបរាគាត់ក៏បើកឡានហ្នឹងចេញពីការ៉ាសហ្នឹងទៅប៉ុន្តែគាត់អត់មានបើកឡានហ្នឹងទៅផ្ទះណាគាត់បើកហ្នឹងបំណងយកទៅលក់ហ្មងកុំឲ្យវាជាប់ពាក់ព័ន្ធអីវែងឆ្ងាយទៀតណាចង់នៅក្នុងឡានហ្នឹងក៏នៅទៅគាត់លក់ទៅប៉ុន្តែវាដូចជាសំណាងមិនល្អបងបរាគាត់បើកចូលទៅហាងឡានកន្លែងការ៉ាសឡានគេទទួលទិញឡានអញ្ចឹងណាគាត់ទៅដល់គាត់សួរគេគាត់ថាគាត់ចង់លក់ឡានគាត់សេរីមិនចាស់ពេកទេឡាននៅថ្មីគាត់បើដែរណាតែចូល4-5ហាងហើយគឺគេនិយាយមកដូចគ្នាទាំងអស់គេថាហាងគេអត់ទាន់ទទួលទិញឡានទៀតទេដោយថាតែឡាននឹងវាច្រើនហើយទៅហាងផ្សេងទៀតក៏គេនៅតែនិយាយអញ្ចឹងបងបរាគាត់តល់តម្រេះណាមិនដឹងតែធ្វើម៉េចក៏ស្រាប់តែគាត់ទេសួរមិត្តភ័ក្តិគាត់ម្នាក់ដូចថាមិត្តភ័ក្តិគាត់ហ្នឹងជាអ្នកទិញឡានអ្នកគ្រប់ជ័យឡានអញ្ចឹងណាគាត់ចង់លក់តែមិត្តភ័ក្តិគាត់ពេលហ្នឹងក៏អត់ទាន់ទិញទៀតដូចថាគេប្រវល់លុយអត់ទាន់ឬក៏មិនដឹងទេប៉ុន្តែគេឲ្យយោបល់ថាអញ្ចឹងឲ្យបងបរាហ្នឹងទៅកន្លែងប្រចាំឡានទៅព្រោះថាកន្លែងប្រចាំគេដឹងតែប្រចាំហើយយកលុយមួយចំនួនទៅអាហ្នឹងបងបរាគាត់ពិតជាចង់ឲ្យឡានហ្នឹងវាចេញពីជីវិតគាត់មែនណាបងបរាគាត់ក៏នឹកឃើញថាមានអីគំនិតល្អមែនតាចឹងគាត់ក៏ធ្វើដំណើរទៅហាងប្រចាំឡានដើម្បីប្រចាំឡានមួយនឹងចោលទៅដល់ពេលដែលបងបរាគាត់ធ្វើដំណើរទៅដល់ហាងហ្នឹងគាត់ក៏ប្រាប់តាមដំណើរចឹងទៅថាក
គាត់ត្រូវការលុយត្រូវការអីចឹងហើយគាត់ប្រចាំឡានក្នុងចំនួនលុយប៉ុណ្ណេះបើសិនជាប្រហែលថ្ងៃគាត់អត់មកលុះត្រូវដាច់អីចឹងទៅតាមលក្ខខណ្ឌរបស់គេតបមកបងបរាគាត់ក៏ទទួលបានលុយមួយចំនួនហើយក៏ត្រឡប់មកផ្ទះវិញចឹងទៅត្រឡប់មកទាំងសុបាយចិត្តដូចថាយកអាបញ្ហាយកអារឿងអីមិនល្អហ្នឹងយកទៅទម្លាក់លើគេឲ្យខ្លួនឯងយករួចខ្លួនហើយបន្ទាប់ពីបងបរាគាត់មកដល់ផ្ទះបាន2-3ថ្ងៃក្រោយធម្មតាយើងទៅប្រចាំគេមានលេខទូរស័ព្ទយើងមែនទេដូចថាគេទេតាក់តងយើងចិត្តដល់ថ្ងៃហើយអីហើយហួសថ្ងៃអីហើយចឹងណាអញ្ចឹងអាម្ចាស់ការ៉ាសដែលទទួលប្រចាំឡានបងបរាហ្នឹងគេក៏ទេមកគេសួរថាឡានបងបរាហ្នឹងវាមានហេតុការអីឡានហ្នឹងធ្លាប់បុកប៉ះអីឬក៏មាននរណាធ្លាប់ស្លាប់អីក្នុងឡានហ្នឹងមែនបានគេថានៅក្នុងឡានហ្នឹងកម្មករដែលដេកនៅការ៉ាសឡានហ្នឹងគឺគេឃើញមានមនុស្សស្រីម្នាក់អង្គុយក្នុងឡានហ្នឹងរហូតជួនកាលក៏ឃើញជួនកាលក៏អត់និយាយរួមគឺលងគេលងឯងពេញតែការ៉ាសហ្នឹងហ្មងអញ្ចឹងអ្នកធ្វើការក្នុងការ៉ាសហ្នឹងគេសុំឈប់ជុតធ្វើការមិនកើតខ្មោចលងហើយដល់ពេលបងបរាក៏ខកគាត់ថាឡានខ្ញុំមានដែរមានបញ្ហាអីទេឡានធម្មតាស្អាតចេះហ្នឹងមកឯងមិនមើលធម្មតាអ្នកគេជាងឡានជាងអីបើសិនជាឡានហ្នឹងធ្លាប់បុកធ្លាប់ប៉ះធ្លាប់ស្ងោរថ្នាំធ្លាប់កលាប់ធ្លាប់អីយើងមើលដឹងហើយជាបងបរាគាត់ក៏ប្រាប់តាមហ្នឹងទៅដូចថាគាត់ទិញឡានមកថ្មីហើយគាត់អត់ដែរកលាប់អត់ដែរបុកអីមែនមកឯងមើលឡានខ្ញុំអត់មានដែរកើតបញ្ហាអីទេបងឯងជាងឡានស្រាប់បងឯងមើលដឹងហើយជាងឡានគាត់ក៏មិនដឹងថាទៅចោតបងបរាថាម៉េចព្រោះឃើញតាឡានហ្នឹងវាអត់មានបញ្ហាអីមែនតែគាត់ថាវាមានខ្មោចហើយបន្ទាប់មកបងបរាគាត់ក៏លេងតំណតំណងអីទៀតជាមួយនឹងម្ចាស់ការ៉ាសហ្នឹងទៅណាដូចថាប្លុកចោលហ្មងជិលមានបញ្ហាអីវែងឆ្ងាយហើយក្រោយមកទៀតឡានហ្នឹងលក់ទៅដល់ណាទៅដល់ណីក៏បងបរាគាត់អត់មានទទួលដំណឹងអីដឹងឮអីទៀតដែរក្នុងហ្នឹងគឺគួរឲ្យខឹងបងបរាមែនទែនអានេះគាត់លក្ខណៈថាឲ្យថាខ្លួនឯងបានរួចខ្លួនអាណាមិនទៅណាឡានហ្នឹងវាមិនដឹងថាអ្នកណាគេទិញតជួនកាលទៅម្ចាស់ការ៉ាសឡានឃើញតាឡានហ្នឹងវាមានបញ្ហាអញ្ចឹងចុះខ្មោចមានអីគាត់ក៏លក់ទៅក្នុងតម្លៃថោកលក់ទៅដល់អ្នកផ្សេងអីចឹងទៅហើយដល់ពេលអ្នកផ្សេងឃើញឡានស្អាតលក់ក្នុងតម្លៃថោកអញ្ចឹងគេមិនទិញហើយពេលទិញទៅមិនដឹងថាអ្នកដែលទិញតហ្នឹងគេជួបអីខ្លះជួបខ្មោចស្ត្រីហ្នឹងលងធ្វើមិនខ្លះឬក៏បង្កឲ្យអ្នកដែលជិះឡានហ្នឹងជួបគ្រោះថ្នាក់ស្លាប់រស់ឬក៏វាមិនអានេះគឺអត់ដឹងទេចុងបងបរាគាត់ខូចមែនទែនមនុស្សគាត់ហើយហ្នឹងហើយបងប្អូនទាំងអស់ហ្នឹងគឺជារឿងរ៉ាវរបស់បងបរាដែលគាត់បានជួបផ្ទះកាលពីគាត់ធ្វើដំណើរទៅបំពេញកិច្ចការងារមួយហើយឆ្លងកាត់ផ្លូវដែលមានគ្រោះថ្នាក់ចរាចរណ៍ហ្នឹងត្រង់ហ្នឹងដូចជាពិបាកយល់ដែរបងប្អូនមែនទេហេតុអីបានជាស្ត្រីម្នាក់ហ្នឹងអាចចូលមកក្នុងឡានបងបរាបានទាំងដែលបងបរាអត់មានទៅពាក់ព័ន្ធអីជាមួយស្ត្រីហ្នឹងទេអត់មានទៅបុកទៅប៉ះអត់មានទៅធ្វើមិនទេនិយាយខ្លីទៅគឺគេនៅតែយើងនៅតែយើងគាត់តែបើកឆ្លងកាត់កន្លែងគេស្រាប់តែចូលមកក្នុងឡានបានហ្មងអាហ្នឹងគឺវាមិនបងប្អូនណាដែលយល់អាចខមមិនលេខនៅខាងក្រោមវីដេអូហ្នឹងបានណាបងប្អូនจะឃើញបែបម៉េចថាហេតុអីបានជាមនុស្សស្រីម្នាក់ហ្នឹងគាត់អាចចូលក្នុងឡានបងបរាបានហេតុផលវាមកពីម៉េចបងប្អូនយល់ឃើញម៉េចហើយសម្រាប់បងប្អូនណាដែលមានហេតុការណ៍ឬក៏ធ្លាប់ជួបខ្មោចជួបអមនុស្សអីចង់ចែករំលែកមកកាន់ពួកយើងអីបងប្អូនអាចតាក់ទងមកតាម Telegram ដែលមាននៅក្នុង description ហ្នឹងបានបងប្អូនអាច save លេខទូរស័ព្ទហ្នឹងទៅគឺវា load contact មកឲ្យបងប្អូនអាចឆាតមកបានហើយហ្នឹងហើយបងប្អូនយើងចាំជួបគ្នានៅវីដេអូក្រោយទៀតអរគុណបាយបាយ